ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើឆាក្តៅគ្រឿងក្នុងដែលធំក្លិនហើយរសជាតិឆ្ងាញ់ខ្លាំងមែនតើជាដំបូងគឺយើងដាក់ម្ទេសលីងសិនទៅហើយម្ទេសនេះគឺយើងដាក់តាមចំណង់ចំណូលចិត្តចង់ហឹរខ្លាំងហឹរតិចអីដាក់តាមចំណង់ចំណូលចិត្តអ្នកនរគ្នាទៅបន្ទាប់មកគឺខ្ញុំដាក់គ្រឿងក្នុងចូលគ្រឿងក្នុងខ្ញុំហ្នឹងមុននឹងយកមកឆាគឺខ្ញុំយកវាទៅកូរនៅលើខ្ទះឲ្យដាច់ទឹកសិនណាអ្នកនរគ្នាមិនបាច់ដាក់ប្រេងក៏មិនបាច់ដាក់ទឹកដែរយើងយកទៅវាទៅកូរនៅលើភ្លើងបើកភ្លើងតិចហើយយើងឆាវាត្រឡប់ចុះត្រឡប់ឡើងឲ្យស្ងួតដាច់ទឹកហើយចាំយើងយកមកឆាមួយម្ទេសអញ្ចឹងហើយនេះវិញគឺគល់ក្រៃនេះគឺខ្ញុំបានបំពងហើយម្សៅហើយអ្នកនរគ្នាអាចកាត់វាជាកង់តូចក៏បានល្អិតក៏បានកាត់ដូចខ្ញុំអញ្ចឹងក៏បានដែរអានេះខ្ញុំដំហើយយកវាទៅបំពងដើម្បីឲ្យវាឡើងឈ្ងុយហើយគល់ក្រៃយើងឡើងក្រហមល្អបន្ទាប់មកគឺយើងដាក់គ្រឿងតាមចំណង់ចំណូលចិត្តមានដូចជាទឹកត្រីម្សៅស៊ុបស្ករសបានណាគេប្រើប៊ីចេងយើងអាចដាក់ប៊ីចេងថែមបន្តិចទៀតទៅក៏បានដែរនៅពេលដែលយើងដាក់គ្រឿងចូលហើយយើងត្រូវឆាត្រឡប់វាយើងបើកភ្លើងតិចណាអ្នកគ្នាកុំឲ្យវាខ្លោចព្រោះយើងដាក់ស្ករដាក់ម្សៅស៊ុបទៅបើសិនយើងបើកភ្លើងខ្លាំងពេកវាឆាប់ខ្លោចយើងឆាត្រឡប់វាចុះឡើងទៅដើម្បីឲ្យគ្រឿងទាំងអស់ហ្នឹងចូលជាតិជាមួយនឹងគ្រឿងក្នុងរបស់យើងនិយាយទៅវិធីនេះអ្នកគ្នាធ្វើធានាថារសជាតិឆ្ងាញ់ខ្លាំងមែនតើហើយដូចហាងគេលក់ដូចគេធ្វើលក់នៅហាងអញ្ចឹងហើយខ្ញុំសុំថែមស្ករបន្តិចដោយសារខ្ញុំចូលចិត្តរសជាតិរៀងដិតណារសជាតិរៀងប្រៃផ្អែមនិយាយទៅគឺខ្ញុំចូលចិត្តរសជាតិរៀងដិតអញ្ចឹងខ្ញុំដាក់តាមនឹងឯងបើសិនអ្នកគ្នាចូលចិត្តរសជាតិស្រាលទេក៏ដាក់លៃលោកទៅតាមនឹងអញ្ចឹងណានិយាយទៅខ្ញុំបញ្ជាក់អ្នកគ្នាម្ដងទៀតបើសិនជាចង់ឆាគ្រឿងក្នុងកុំឲ្យធំក្លិនគឺអ្នកគ្នាត្រូវយកគ្រឿងក្នុងហ្នឹងទៅលីងនៅលើខ្ទះសិនដែលដាក់ទឹកឬក៏ដាក់ប្រេងអីទេគឺយើងលីងវាឲ្យដាច់ទឹកហើយបានហើយនិយាយទៅយើងអត់ពិបាកលាងអំបិលលាងអីទេធ្វើវិធីហ្នឹងគឺគ្រឿងក្នុងយើងបាត់ក្លិនឯងហ្មងអ្នកទាំងអស់គ្នាអាចធ្វើសាកបានធានារសជាតិឆ្ងាញ់ហើយគឺអត់ធំក្លិនទេអ្នកនរគ្នាឥឡូវឆាក្តៅខ្ញុំគឺឆ្អិនហើយមិញខ្ញុំភ្លក់ម្ដុំហើយបើសិនជារសជាតិយើងល្មមហើយគឺប៉ុណ្ណឹងបានហើយអ្នកនរគ្នាតែបើស្ទើរអីអ្នកនរគ្នាថាំថយតាមចំណង់ចំណូលចិត្តតែជាធម្មតាឆាក្តៅគឺត្រូវហើយរសជាតិហឹលហើយនឹងប្រៃផ្អែមហើយចុងក្រោយគេហ្នឹងគឺខ្ញុំដាក់ម្រះព្រៅចូលម្រះព្រៅនេះនៅពេលដែលខ្ញុំដាក់ចូលហើយគឺខ្ញុំបិទភ្លើងឲ្យបានដាក់ចូលណាអ្នកនរគ្នាបើសិនជាយើងនៅបើកភ្លើងម្រះព្រៅយើងឡើងស្លោកអត់ឆ្ងាញ់ហើយពណ៌អត់ស្អាតទៀតអត់សូវជាឈ្ងុយទេតែបើដាក់ដូចខ្ញុំអញ្ចេះម្រះព្រៅយើងមកស្លោកល្មមហើយពណ៌នៅស្អាតក្លិនឈ្ងុយល្អទៀតនិយាយទៅមួយមុខនេះចំណេញមែនតើអ្នកនរគ្នាញ៉ាំជាមួយបាយក្តៅមួយបាយកកអីក៏ឆ្ងាញ់ហើយញ៉ាំជាគ្រឿងក្លែមនោះក៏ឆ្ងាញ់ដែរសំខាន់ធ្វើអស់លុយតិចទេអ្នកនរគ្នាគ្រឿងក្នុងមាន់មានដូចជាកោសមានដូចជាបេះដូងជាមួយនឹងថ្លើមសម្រាប់មួយចានហ្នឹងគឺខ្ញុំចំណាយលុយអស់ទៅ6000ទេអ្នកនរគ្នាបានឡើងមួយចានហ្មងហើយនិយាយវិថាសម្រស់ក៏បានរសជាតិក៏ឆ្ងាញ់និយាយទៅអែមហ្មងដូចគេលក់អញ្ចឹងណាដូចយើងទៅហាងអញ្ចឹងនៅហាងមួយចានប៉ុណ្ណឹងយ៉ាងហោចណាស់ក៏$3-4ដែរអញ្ចឹងអ្នកនរគ្នាកុំភ្លេចធ្វើសាកញ៉ាំណាអរគុណ